សម្រាប់ខ្ញុំផ្ទាល់ខ្ញុំបានចាប់អារម្មណ៍ទៅលើ3ចំណុចសម្រាប់កីឡាកូនកាត់ Starlight តាមប្រព័ន្ធ social media ខ្ញុំឃើញការផ្សព្វផ្សាយគឺថាទី1នោះគឺខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតគឺទៅលើ model គឺ mode ផ្ទះគឺស្អាតហើយមានផាសុខភាពបាទអញ្ចឹងទៅខ្ញុំចាប់អារម្មណ៍ខ្លាំងmode បើនិយាយពីយើងអាច decor អីថែមថយទៀតមើលទៅខ្ជូរដូចនៅ condo អញ្ចឹងបាទហើយជាពិសេសគឺមាន mode នៅដាំដើមឈើនៅក្នុងផ្ទះមានពន្លឺចូលគ្រប់គ្រាន់កន្លែងនេះហើយគឺវាពាក់ព័ន្ធទៅនឹងបរិស្ថានអញ្ចឹងនៅពេលដែលយើងធុញថប់អីយើងអាចបើមើលដើមឈើវាជួយដល់ភ្នែកយើងសុខភាពយើងគឺមានផាសុខភាពមែនទែនសម្រាប់នៅក្នុងផ្ទះបាទចំណុចទី2ខ្ញុំចាប់អារម្មណ៍ទៅលើទីតាំងបាទដោយសារទីតាំងនៅបរិយានេះគឺខ្ញុំឃើញនៅជុំវិញបាទទីប្រជុំជនច្រើនបាទមានមន្ទីរពេទ្យមានផ្សារមានកន្លែងញ៉ាំអីច្រើនមែនតើហើយអត់ឆ្ងាយពីផ្លូវជាតិលេខ3ទេបាទអញ្ចឹងជិះពីផ្លូវជាតិលេខ3ចូលមកដល់ក្នុងក៏ចិត្តហើយយើងទៅស្ពានអាកាសពោធិ៍ចតុងក៏ចិត្តហើយផ្លូវជាតិលេខ3ខ្ញុំចង់ទៅលេងកពតខ្ញុំចង់ទៅលេងណាលឿនស្រួលតែម្ដងបាទនេះគឺជាចំណុចពិសេសនៃទីតាំងចំណុចទី3របស់ខ្ញុំចាប់អារម្មណ៍ឃើញថាបរិយានេះគឺគាត់មានទំនួលខុសត្រូវខ្ពស់ហើយយើងទុកចិត្តបាទខ្ញុំមានទំនុកចិត្តខ្លាំងអញ្ចឹងគាត់ក៏មានការគេហៅថាសេវាកម្មលក់របស់គាត់ហ្នឹងគឺមានការលក់ធ្វើឲ្យអតិថិជនដូចជាខ្ញុំហ្នឹងគឺអាចងាយស្រួលក្នុងការបង់បាទអត់តានតឹងអត់តឹងតែងទេអញ្ចឹងយើងអាចបង់យ៉ាងស្រួលមែនតើបាទអញ្ចឹងគឺ3ចំណុចនេះគឺខ្ញុំចាប់អារម្មណ៍ខ្លាំងទើបខ្ញុំសម្រេចចិត្តទិញកីឡា Starlight នេះបាទមូលហេតុដែលខ្ញុំសម្រាប់ចិត្តទិញបរិយានេះទី1ដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលធ្វើការជាមួយនឹងទូរស័ព្ទច្រើនអញ្ចឹងខ្ញុំត្រូវការកន្លែងណាដែលមានពន្លឺស្រួយតែវាថាខ្ញុំចូលចិត្តទៅហាងកាហ្វេសម្រាប់ធ្វើការប៉ុន្តែបើសិនជាយើងងើបមកយើងធ្វើការហ្មងអញ្ចឹងទៅវាស្រួលអញ្ចឹងទីតាំងនេះគឺល្អសម្រាប់ខ្ញុំខ្លាំងមែនតើគឺខ្ញុំបើកទ្វារមកគឺឃើញចាស់ក៏ដូចជាពន្លឺថ្ងៃហ្នឹងនៅក្នុងផ្ទះយើងតែម្ដងអញ្ចឹងណាឲ្យវាពោពេញទៅដោយរុក្ខជាតិរចនាប័ទ្មទាំងអស់តែប៉ុន្តែខ្ញុំឆ្លាញ់ទាំងអស់ហើយប៉ុន្តែបើសួរថាកន្លែងណាជាងគេសម្រាប់ខ្ញុំផ្ទាល់ខុសពីគេបន្តិចដោយសារខ្ញុំជាចុងភៅខ្ញុំចូលចិត្តធ្វើម្ហូបអញ្ចឹងកន្លែងដែលខ្ញុំចូលចិត្តជាងគេគឺជាក្រានបាយទៅវិញបាទមិនមែនជាស្ត្រីមេផ្ទះទេនេះជាបុរសមេផ្ទះអញ្ចឹងខ្ញុំចូលចិត្តធ្វើម្ហូបខ្ញុំឆ្លាញ់ជាងគេគឺជាក្រានបាយគឺគាត់អេកមកស្អាតសមរម្យបាទគឺថាឈើគាត់ប្រអប់ដាក់គ្រឿងក្រៅស្ករប៊ីចេងអីយើងហ្នឹងគឺថាស្អាតហើយគាត់មានរចនាមកយើងដាក់ស្អាតហើយគឺគាត់មានប្រព័ន្ធការពារទឹកបាទដោយសារខ្ញុំបានចូលមកខាងវិស្វករក៏ដូចជាក្រុមការងារបរិយាក៏បានប្រាប់យើងហើយថាគាត់បានឈើហ្នឹងគឺបានលាបការពារទឹកហើយនឹងកាឌីអញ្ចឹងមកមមមែនតើសម្រាប់ចង្ក្រានបាយអញ្ចឹងយើងអាច decor ឲ្យថែមតិចតួចទៅគឺការរស់នៅរបស់យើងគឺស្អាតហើយញ៉ាំបាយអីមួយគ្រួសារអីទៅមានឆ្ងាញ់ហើយមានសុភមង្គលតែប៉ុន្តែនេះគឺខ្ញុំស្រឡាញ់ទាំងអស់តែអីដែលខ្ញុំស្រឡាញ់ជាងគេគឺនៅក្រោយខ្នងខ្ញុំនឹងឯងគឺថារុក្ខជាតិបើកភ្នែកមកគឺឃើញរុក្ខជាតិធ្វើឲ្យភ្នែកយើងល្អហើយពលឺគ្រប់គ្រាន់អារម្មណ៍ស្រស់ស្រាយអញ្ចឹងផ្ទះនេះគឺខ្ញុំត្រូវតែគាប់បន្ថែមហ្នឹងគឺកន្លែងចំត្រីព្រោះធម្មតាយើងមានជាមួយនឹងរុក្ខជាតិហើយអញ្ចឹងយើងត្រូវមានជាមួយនឹងត្រីទៀតដើម្បីវាផ្សារភ្ជាប់ជាមួយគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំត្រូវតែគាប់ជាងគេបំផុតដែលខ្ញុំត្រូវតែគាប់ខ្លាំងជាងគេហ្នឹងគឺកន្លែងទូត្រីចាទូត្រីក្រាំអាហ្នឹងលុយបងលុយអូនហ្នឹងលុយអូនបងដែលមានលុយពីកាលខ្ញុំរៀនខមមិនឲ្យមើលទៅដល់ជក់ចិត្តដូចខ្ញុំហើយចាគឺថាលក្ខខណ្ឌនៃការបង់គឺងាយស្រួលចាយើងទទួលយកបានហើយគឺផ្ទះហ្នឹងគឺយើងធ្វើបើតាមខ្ញុំដឹងប្រហែលជាផ្ទះខ្លះធ្វើបាន 70-80% អញ្ចឹងយើងចំណាយពេលតែប្រហែលខែ 3-4 ខែទៀតយើងអាចចូលនៅបានហ្មងអញ្ចឹងសម្រាប់ការដេកគឺខ្ញុំត្រៀមច្រើនដើម្បីច្រើនតែម្ដងចានិយាយទៅអាវ៉ាន់ខ្ញុំគឺកំពុងមកពីថៅប៉ៅនិយាយទៅដាក់តាំងពីមុខផ្ទះរហូតដល់ក្រោយផ្ទះមិនដឹងថាគ្រាន់អត់ទេដោយសារទី1គឺជាផ្ទះទី1របស់យើងអញ្ចឹងយើងរាំងសមុខខ្លាំងទៅចាយកទៅកំងច្រើនខ្លាំងមែនតើហ្មងអញ្ចឹងបងប្អូនចង់ដឹងថាតើខ្ញុំត្រូវដេកឲ្យគេខ្លះចាំតាមដានវីដេអូខ្ញុំតបាទអញ្ចឹងតើមើលបងមើលឆែកលុយថ្ងៃមុនអូនឯងបាញ់អីថ្ងៃមុនហ្នឹងឯងអស់លុយទៅហៅបៅអស់ហើយចឹងក្នុងនាមខ្ញុំជាអតិថិជនរបស់បរិយាឡៃកុងម្នាក់បាទនិយាយទៅដល់ស្មោះត្រង់អត់មាន discount នេះទេណាបាទយើងអត់មានមកប្រម៉ូទអីទេការស្រឡាញ់ក៏ដូចជាទុកចិត្តទៅលើម្ចាស់បរិយាគឺគាត់មានការ design ផ្ទះក៏ដូចជាការបង់ប្រាក់អីហ្នឹងបាទគឺថាល្អខ្លាំងមែនតើអញ្ចឹងបងប្អូនអាចមានតំណែងតំណងបាទ search ក្នុងសង្គមបណ្ដាញសង្គមនោះឃើញបាទបរិយាឡៃកុងមានច្រើនគម្រោងមែនតើបងប្អូនអាច search ហើយអាចសួរព័ត៌មានបានគឺមានភ្នាក់ងារលក់របស់គាត់នឹងមានចម្លើយក្នុងក្បោះក្បាយជូនបងប្អូនទៀតគាត់ថាខ្ញុំផ្ដាំផ្ញើថាបរិយាឡៃកុងគឺមាន concept ថ្មីក្នុងការ design ផ្ទះបាទគឺថាស្អាតបាទអញ្ចឹងបងប្អូនអាចតំណែងតំណងបានបាទអរគុណ
ឆាប់